She drafted a proposal. She drafted a proposal. ពាក្យរបស់យើងគឺពាក្យ draft. Draft ហ្នឹងគឺយើងសរសេរអីមួយប៉ុន្តែយើងទៅសេហើយអាហ្នឹងមិនមែនជាលទ្ធផលបញ្ចប់នៃការសរសេររបស់យើងទេ Draft ដូចយើងទៅសេអីមួយហើយគ្រាន់តែជាលើកទី1យើងអត់បានត្រួតពិនិត្យថាមានខុសមានត្រូវអីហ្នឹងអាហ្នឹងឯងគេហៅថា draft អញ្ចឹងគាត់បានសរសេរព្រៀងនៅសំណើមួយ proposal គឺសំណើណាអញ្ចឹងបើយើងគិតទៅការងារនោះអត់តន់ចប់ទេត្រូវពិនិត្យមើលបន្ថែមទៀតហើយរឿងសរសេរការពិនិត្យមើលបន្ថែមទៀតហ្នឹងគឺពាក្យនេះពាក្យ edit នេះ He edited the document. He edited the document. គាត់បានត្រួតពិនិត្យឬក៏កែសម្រួលនៅឯកសារមួយនឹងពាក្យ edit នេះចង់មានន័យថាម៉េចមានន័យថាឧទាហរណ៍មាននរណាគេម្នាក់សរសេរសំណើព្រៀងមួយមក draft មួយមកណាចឹងយើងរួចត្រួតពិនិត្យយើងពិនិត្យមើលតើមានកំហុសអក្ខរាវិរុទ្ធកំហុសពាក្យកំហុសអីអត់តើមានកំហុសវេយ្យាករណ៍អត់មានកំហុសអត្ថន័យអីអត់ការត្រួតពិនិត្យបែបហ្នឹងឯងគឺគេប្រើពាក្យថា edit នេះ past tense គឺ edited ពាក្យមួយនេះខ្ញុំចូលចិត្តហើយក៏ខ្ញុំប្រើប្រាស់ច្រើនដែរចង់បងប្អូនគួរតែរៀនប្រើវាដែរហើយវាជាពាក្យធំមួយដែរ Please elaborate your answer. Please elaborate your answer ចឹងសាមញ្ញយើងអានមួយតាមព្យាង្គតាមព្យញ្ជនៈទៅ elaborate Please elaborate your answer សូមពន្យល់ចម្លើយរបស់អ្នកឲ្យបានក្បោះក្បាយចឹងពាក្យ elaborate នឹងតាមពិតដូចពាក្យ explain នឹងគ្រាន់តែ explain ឲ្យដិតដល់ details ហ្មងឲ្យច្បាស់លាស់ហ្មងចឹងគេប្រើពាក្យហ្នឹង elaborate ចឹងចប់ហើយមានប៉ុណ្្នឹងឯងបងប្អូនសាកយកពាក្យមួយមកណាបង្កើតជាប្រយោគហើយ comment ខមវីដេអូនេះ